សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការបង្រៀនពីរបៀបនៃការបង្កើតវិធីសាស្ត្រគណនាលើការដឹកជញ្ជូនដើម្បីធ្វើការបង្កើតវិធីសាស្ត្រគណនាលើការដឹកជញ្ជូនជាដំបូងលោកអ្នកត្រូវคลิกចូលទៅក្នុង module Freight Management បន្ទាប់មកคลิกនៅលើពាក្យ Shipment Method ចុចប៊ូតុង Create សម្រាប់ record លោកអ្នកអាចធ្វើការបំពេញដោយផ្ទាល់ឬអាចរំលងនោះ system នឹងធ្វើការចាប់ record ជូនដោយស្វ័យប្រវត្តិធ្វើការចុចនៅលើ Corporation ដើម្បីធ្វើការជ្រើសរើសវិធីសាស្ត្រគណនាលើការដឹកជញ្ជូនដែលមានដូចជា Value ជាការគណនាថ្លៃដឹកដោយផ្អែកទៅលើតម្លៃទំនិញ Quantity ជាការគណនាថ្លៃដឹកដោយផ្អែកទៅលើបរិមាណទំនិញធ្វើការបំពេញឈ្មោះ Shipment Method របស់លោកអ្នកនៅក្នុងប្រអប់ Description ឬលោកអ្នកអាចធ្វើការបំពេញឈ្មោះ Shipment Method របស់លោកអ្នកជាភាសាផ្សេងទៀតនៅក្នុងប្រអប់ Second Languageចុចប៊ូតុង Add ដើម្បីធ្វើការជ្រើសរើសឈ្មោះការចំណាយដែលលោកអ្នកបានបង្កើតរួចដើម្បីយកមកគណនារួចចុច OK ធ្វើការពិនិត្យឡើងវិញរួចចុចប៊ូតុង Save